episode លេខ39ខ្ញុំបាននិយាយអំពីការធ្វើចំណាកស្រុកទៅធ្វើការនៅឯប្រទេសសិង្ហបុរីសម្រាប់វីដេអូនេះនាងខ្ញុំនឹងនិយាយអំពីការធ្វើការងារនៅក្នុងប្រទេសកម្ពុជាយើងជាទូទៅបើសិនជាបងប្អូនមានជំនាញដូចជាផ្នែកគ្រប់គ្រងទូទៅមិនថានៅក្នុងក្រុមហ៊ុនឬមួយក៏នៅក្នុងរោងចក្រធំហើយជាភាសាចិនទៀតនោះប្រាក់ខែពួកគាត់អាចទទួលបានចន្លោះពី$3,000ទៅ$5,000នៅក្នុងមួយខែហើយក្រោមនឹងបន្តិចហ្នឹងមានដូចជាផ្នែកគណនេយ្យករបើគាត់ចេះចិននោះធ្វើការនៅក្នុងក្រុមហ៊ុនធំមួយអាចទទួលបានចន្លោះពី$1,500ទៅ$2,000នៅក្នុងមួយខែហើយក្រោមនឹងបន្តិចទៀតគឺមានផ្នែកបកប្រែភាសាចិនប្រាក់ខែដែលគាត់អាចទទួលបានចន្លោះពី$1,000ទៅ$1,500នៅក្នុងមួយខែហើយនៅមានក្រោមនឹងបន្តិចទៀតគឺផ្នែកបើកបររថយន្តបើសិនជាគាត់ចេះភាសាចិនណាហើយអាចសន្ទនាបានស្ទាត់ទាំងបើកបរស្ទាត់ជំនាញច្បាស់លាស់ហើយភាសាចិនអាចប្រើប្រាស់បានអញ្ចឹងប្រាក់ខែគោលរបស់គាត់អាចទទួលបានចន្លោះពី$800ទៅ$1,000នៅក្នុងមួយខែហើយក៏នៅមានផ្នែកក្រោមនឹងតូចៗជាច្រើនផ្នែកទៀតនៅក្នុងស្រុកខ្មែរយើងដែលគាត់អាចចេះភាសាចិនតិចតួចអាចយកប្រើប្រាស់បានព្រោះភាគច្រើនគឺជាតកែចិនឬមួយក៏ជាក្រុមហ៊ុនចិនដូច្នេះអ្នកគ្រប់គ្រងគឺជនជាតិចិនអញ្ចឹងបើសិនជាគាត់ចេះចិនខ្លះអាចទទួលបានខែចន្លោះពី$400ទៅ$500នៅក្នុងមួយខែដែរអញ្ចឹងប្រាក់ខែប៉ុណ្នេះនៅក្នុងស្រុកខ្មែរយើងបើសិនជាគាត់មិនជាអ្នកចំណាយអីច្រើនទេមិនត្រូវការបង់ធនាគារអីទេគ្រាន់តែការចាយវាបន្តិចបន្តួចប្រាក់ចំណូលប៉ុណ្ណឹងគឺគាត់អាចនឹងផ្គត់ផ្គង់ជីវភាពរបស់គាត់ប្រចាំថ្ងៃបានហើយអាចសន្សំបានខ្លះទៀតផងអញ្ចឹងអ្នកដែលគាត់រៀនភាសាចិនក្នុងពេលបច្ចុប្បន្ននេះគឺមានតម្រូវការខ្ពស់មែនទែននៅក្នុងប្រទេសកម្ពុជាយើងបើសិនជាពុកម៉ែបងប្អូនដែលគាត់ទៅធ្វើការនៅប្រទេសគេហើយចង់មកធ្វើការនៅស្រុកខ្មែរវិញទទួលបានប្រាក់ខែច្រើនគឺមិនខុសគ្នាទេខំប្រឹងរៀនភាសាបន្ថែមទៅដើម្បីទទួលបានប្រាក់ខែខ្ពស់ខ្ញុំលើកឧទាហរណ៍មួយបងប្អូនដែលគាត់ទៅធ្វើការនៅប្រទេសកូរ៉េណាគាត់ខំប្រឹងរៀនភាសាកូរ៉េហើយដើម្បីប្រឡងជាប់ធ្វើតេស្តទៅធ្វើការនៅស្រុកគេវាដូចតែគ្នាទេអញ្ចឹងបើយើងខំប្រឹងរៀនភាសាចិនយើងចេះភាសាចិនបានធ្វើការនៅក្នុងស្រុកខ្មែរយើងហើយនៅចិត្តបងប្អូនគ្រួសារយើងទៀតគឺមិនចាំបាច់ចំណាក់ស្រុកទៅក្រៅប្រទេសទៀតសរុបមកវិញការរៀនភាសាបន្ទាប់ពីភាសាខ្មែរទី1បច្ចុប្បន្នគឺភាសាចិនហើយបន្ទាប់បន្សំគឺអាចមានភាសាអង់គ្លេសឬមួយក៏ជំនាញអ្វីមួយបងប្អូនត្រូវចេះឲ្យប្រកបទៅអញ្ចឹងវាប្រគប់ផ្សំគ្នាដែរភាសាបូកនឹងជំនាញបងប្អូនអាចនឹងទទួលបានប្រាក់ខែខ្ពស់ហើយឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងនឹងបន្តរឿងភាគរបស់យើងបន្តទៀតអូខេ let's go 可能跟这个东西有关可能跟这个东西有关វាអាចតកតងនឹងរបស់នេះ跑得还挺快的跑得还挺快的រត់លឿនណាស់那肯定是怕了俺们啦那肯定是怕了俺们啦ច្បាស់ជាខ្លាចពួកយើងហើយ熊二这风车咋转不动啊这风车咋转不动了ហេតុអ្វីបានជាកង្ហាខ្យល់នេះលែងវិល哎呀被蜂蜜粘住了呗被蜂蜜粘住了呗វាត្រូវបានជាប់គាំងដោយតក្មុំ光头强又在砍树了光头强又在砍树了អ្នកកាប់ឈើបន្តកាប់ឈើទៀតហើយ升级后的风力伐木锯升级后的风力伐木锯ម៉ាស៊ីនកាត់ឈើដើរដោយថាមពលខ្យល់ដែលបានធ្វើឲ្យប្រសើរឡើង变得更威猛了变得更威猛了វាបានคล้ายជាកាន់តែប្រសើរឡើង李老板交代的任务李老板交代的任务ភារកិច្ចដែលកំណត់ដោយលោកតកែលី那就是小菜一碟呀那就是少菜一碟呀នោះវាពិតជាងាយស្រួលណាស់这次一定要让李老板对我刮目相看这次一定要李老板看我刮目相看លើកនេះខ្ញុំត្រូវតែឲ្យថៅកែមើលមកខ្ញុំក្នុងទស្សនៈថ្មីមួយ光头强住手光头强住手អ្នកកាប់ឈើឈប់ភ្លាម哼光头强放下锯子不许砍树放下电锯不许砍树ទម្លាក់ម៉ាស៊ីនកាត់ឈើចុះឈប់កាត់ឈើទៀត没问题没问题មិនអីទេឬមួយក៏គ្មានបញ្ហាទេ呀今儿咋这么听话呢静儿咋这么听话ថ្ងៃនេះហេតុអីក៏ស្ដាប់បង្គាប់ម្លេះ
风力发电机2号 phân lý pha tiên tri hảo កម្លាំងម៉ាស៊ីនខ្យល់លេខ 2 អត្ថប្រយោជន៍នៃការសិក្សាភាសាចិននៅសាលាឈិងសៀង International School 1. ឱកាសទទួលបានការងារធ្វើក្នុងអំឡុងពេលសិក្សា និងសម្រាប់អ្នកចង់រៀនត្រៀមទៅបន្តការសិក្សានៅប្រទេសចិន ចំណុចទី គ្រូមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ 2 ចំណុចទី 3 ចុះឈ្មោះចូលរៀនសិស្សទទួលបានម៉ោងសិក្សា free បន្ថែមភ្លាមៗ ចំណុចទី 4 ម៉ោងសិក្សាអាចបត់បែនបាន ចំណុចទី5រាល់ពេលសិស្សសុំច្បាប់ឬរវល់ផ្ទាល់ខ្លួនខាងសាលាគឺមិនមានការកាត់ម៉ោងរបស់សិស្សទេដើម្បីទទួលបានព័ត៌មានលម្អិតសូមធ្វើការ scan នៅទីនេះ បើចង់បានរៀនស្អាតត្រូវទៅណា ទៅកន្លែងហាត់ប្រាណ ចុះបើចង់ចេះភាសាចិនត្រូវទៅណា មករៀននៅសាលាឈិងសៀង International School មក ចុះបើអត់មានពេលមករៀននៅសាលា អាចចុះឈ្មោះរៀនតាមអនឡាញបានតា សាលាគឺចាប់ផ្ដើមបើកពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យលោកអ្នកមានពេលច្រើនអាចរៀនថ្ងៃច័ន្ទសុក្របានហើយអ្នកដែលមិនសូវមានពេលគឺអាចរៀនសៅរ៍អាទិត្យបានសម្រាប់ការរៀនគឺយើងរៀនជាមួយនឹងគ្រូជនជាតិដើមមានចាប់ពីកម្រិត ASK 1រហូតដល់ ASK 6ហើយម៉ោងរៀនគឺអាចជ្រើសរើសបានពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់លោកអ្នកអាចចុះឈ្មោះរៀនតាមអនឡាញបានដោយគ្រាន់តែធ្វើការ scan QR Telegram ដែលមាននៅលើអេក្រង់នេះ